ពលរដ្ឋយើងឬក៏បងប្អូនយើងហ្នឹងគាត់មើលមិនទាន់ឃើញអំពីហានិភ័យគាត់មើលមិនទាន់ឃើញអំពីអ្វីដែលកំពុងតែប្រឈមសម្រាប់ជាតិសាសន៍របស់យើងដោយសារការផ្ដល់ជូននូវព័ត៌មានទាំងឡាយជុំវិញបរិបទសង្គមហ្នឹងត្រូវបានអ្នកនយោបាយហ្នឹងបំភ្លៃការពិតផងហើយនឹងភូតភរអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសយើងហ្នឹងទោះបីជានៅក្នុងស្ថានភាពដែលប្រទេសជាតិជិតនឹងរលាយរលំហើយហ្នឹងណាក៏ពួកគណៈបកកណ្ដាលអំណាចហ្នឹងនៅតែព្យាយាមបំភាន់ប្រជាពលរដ្ឋខ្មែរថាយើងនៅក្នុងស្ថានភាពសន្តិភាពឬក៏មិនមានបញ្ហាអីហ្នឹងណានោះគឺវាជាបញ្ហាដែលយើងទាំងអស់គ្នាហ្នឹងខ្វះនៅការឆ្លុះបញ្ចាំងហើយនឹងការប្រៀបធៀបអំពីថាហានិភ័យរបស់យើងពិតប្រាកដនឹងវានៅកន្លែងណាខ្ញុំក៏ព្យាយាមលើកយកហេតុផលទាំងអស់នឹងដែរយកមកជម្រាបជាសាធារណៈថាកម្ពុជាយើងណាបើយើងនិយាយអំពីអ្វីដែលយើងមើលឃើញដូចជាពលរដ្ឋខ្មែរនិយាយភាសាខ្មែរស្លៀកសម្លៀកបំពាក់ខ្មែរនិងរស់នៅក្នុងលំនៅឋានរបស់ខ្មែរបច្ចុប្បន្ននេះជួនកាលបងប្អូនថាទីនឹងគឺជាកន្លែងសុវត្ថិភាពហើយជាតិសាសន៍របស់យើងនៅក្នុងស្ថានភាពនៃស្ថិរភាពប៉ុន្តែបងប្អូនមិនបានមើលនៅក្នុងទស្សនៈមួយទៀតថាអំណាចរដ្ឋបាលដែលគេកំពុងតែគ្រប់គ្រងពួកយើងក្នុងនាមយើងជាពលរដ្ឋខ្មែរហ្នឹងណាអំណាចរដ្ឋបាលទាំងអស់ហ្នឹងមិនមែនបម្រើផលប្រយោជន៍យើងតទៅទៀតទេសេចក្តីសម្រេចទាំងឡាយគោលនយោបាយជាតិទាំងឡាយឬក៏ការដឹកនាំទាំងឡាយហ្នឹងដែលរបបក្រុងភ្នំពេញកំពុងអនុវត្តបច្ចុប្បន្ននេះណាគឺកំពុងតែបម្រើផលប្រយោជន៍បរទេសបម្រើផលប្រយោជន៍យួនហ្នឹងទាំងស្រុង